ញ៉ាទៅកាន់អ្នកដែលគាត់ចូលបន្ទប់ទឹកគ្រាប់ម៉ោងមកមើលទាំងអស់គ្នាប្រយ័ត្នដូចរឿងនេះមិនដឹងថាចូលទៅធ្វើស្អីទេនៅក្នុងបន្ទប់ទឹកនឹងរាប់ម៉ោងនៅត្រាំថៃនឹងប្រិមត្តអ្នកស្ដាប់បើមានអារម្មណ៍ខ្លាចអ្នកដែលមិត្តភក្តិក៏អត់ខ្លាចខ្មាំមកស្ដាប់ជុំគ្នានិយាយលេងសើចអីកាលហ្នឹងគូទលាប់អាក្រក់មែនទែនចេញតែពីហ៊ានគួមកបោះកតាបចោលគៀនជាងហើយហូបទៅហូបបាយហើយពេលហូបបាយហ្នឹងម៉ែនិយាយអីមួយខ្ញុំអត់មានស្ដាប់សោះហ្មងគាត់តែមើលទូរស័ព្ទអារម្មណ៍នៅនឹងហ្មងណាហើយយប់ឡើងអត់មានធ្វើលំហាត់គ្រូដាក់ឲ្យទេណទៅអង្គុយបាញ់ហ្គេមរាប់ម៉ោងតែពេលកំពុងបាញ់ហ្គេមហើយខ្ញុំស្អីទឹកពេលស្អីទឹកខ្ញុំចោះទៅខោមទៅស្អាឃើញម៉ែខ្ញុំហ្នឹងកំពុងតែអង្គុយណាឡែងបន្ទប់ទួភ្ញៀវគាត់មើលទូប៉ុន្តែខ្ញុំឆ្ងល់ចាំមើលទូអីអត់ដល់ភ្លើងហ្នឹងខ្ញុំសុំទោសណាស់មកម៉ែខ្ញុំពេលហ្នឹងឡើងកញ្ញើដល់ហើយខ្ញុំអត់ហ៊ាននិយាយជាមួយគាត់សូម្បីតែមួយម៉ាត់ឡើងញ័រដៃហ្មងណាខ្ញុំខ្លាចគាត់វាយហើយទៅខ្ញុំបដូរផែនការអត់លេងហ្គេមក្នុងបន្ទប់ទេគឺមកលេងហ្គេមនៅក្នុងបន្ទប់ទឹកវិញខ្ញុំគិតថាអីណាហើយខ្ញុំអង្គុយលេងហ្គេមនឹងរាប់ម៉ោងអញស្មានតែម៉ែខ្ញុំឡើងទៅលើបាត់ហើយណាស្រាប់តែពេលដែលខ្ញុំកំពុងតែលេងហ្គេមសប្បាយរីករាយហ្នឹងខ្ញុំឃើញសមោលពេលណាគេស្ទង់លើកដៃលើកជើងនឹងក្រៅហ្នឹងហើយមកគោះបន្ទប់ទឹកដល់ពេលខ្ញុំគិតថាអូតិចម៉ែខ្ញុំទៅគាត់បន្ទាន់trongទូបន្ទប់ទឹកខ្ញុំនេះក៏ស្រោតលើកខោលើកអីហ្នឹងបើកទ្វារឲ្យគាត់ចូលដល់ពេលគាត់នៅមុខបន្ទប់ទឹកហ្នឹងលេងស្រាប់គាត់ខំមាត់ខំកឲ្យក្តាប់ដៃទៀតខ្ញុំថាចំមកចាដល់ពេលទៅខ្ញុំក៏និយាយថាម៉ែខ្ញុំសុំទោសខ្ញុំជប់លេងហ្គេមខ្ញុំស្មានតែគាត់ដឹងខ្ញុំលេងហ្គេមដល់ហើយស្រាប់តែនៅដៃគាត់ហ្នឹងដឹងគាត់យកអីមកគាត់យកអាខ្សែពួរស្រាប់តែគាត់យកខ្សែពួរខ្ញុំថាអូម៉ែខ្ញុំវាយខ្ញុំហើយខ្ញុំស្រែកខ្ញុំថាម៉ែខ្ញុំសុំទោសខ្ញុំឈប់ហើយគាត់អត់មានយកមកវាយខ្ញុំដូចមុនទេណាគឺគាត់មករត់កខ្ញុំមកទោសនិយាយទៅព្រងសម្រាប់កូនចោលហ្មងដល់ហើយខ្ញុំភ័យពេកឡើងរិចនោមអ្នកខោនៅសល់តែមាត់ដង្ហើមទៀតខាងហើមចង្រិតប្រោយពុករបស់ខ្ញុំគាត់មកតន់ណាបើកទ្វារមកខ្វាក់ឃើញអតិថិភាពហ្នឹងពុកខ្ញុំនិយាយមួយម៉ែខ្ញុំអត់ស្ដាប់គាត់ចាប់ចងហើយទៅហៅយាយខ្ញុំនឹងក្រៅមកពេលយាយឡើងមកនោះគាត់ធ្វើពិធីស្អីទេខ្ញុំសូវដឹងឃើញគាត់ហៅឈ្មោះខ្មោចស្លាប់ជឿច្រើនមកទើថាមកពេលដែលយាយរបស់ខ្ញុំគាត់និយាយថាអាប៉ែឯងមែនហ្នឹងស្អាតតែចកេះហ្នឹងក៏វាឈរបាសឡើងលើហ្មងអាប៉ែហ្នឹងគឺស្មើនឹងតារបស់ខ្ញុំគាត់និយាយថាបើសិនជាទៅហើយទៅបានស្ងប់សុខទៅមិនបាច់មកគាត់រឿងកូនចៅទៀតទេរឿងកូនចៅតើគេអ្នកដោះស្រាយយាយរបស់ខ្ញុំពេលហ្នឹងគាត់ក៏បានទាញដៃបាត់ដៃម៉ែរបស់ខ្ញុំមកគូស្អីទេខ្ញុំមើលមិនដឹងទេហើយក៏សូវធัวទៅណាម៉ែរបស់ខ្ញុំក៏ជាសះស្បើយហើយស្អាតតែយាយរបស់ខ្ញុំស្ដីឲ្យម៉ែខ្ញុំហ្មងថាកូនតែមកគ្រាប់ទេអត់មើលឲ្យបានត្រឹមត្រូវឲ្យតាវានឹងនៅបារម្ភពីកូនចៅទៀតណាតាំងពីពេលនោះមកខ្ញុំចោះទៅជាចំណាំខ្ញុំឈប់ដើរខូចទៀតហើយក៏ស្ដាប់បង្គាប់ឪពុកម្ដាយដែរសាច់រឿងរបស់យើងដល់ទីបញ្ចប់ជួបគ្នាជាមួយនឹងវីដេអូក្រោយអរគុណ